មាត្រា9មានជនជាតិអឺរ៉ុបឥណ្ឌាអារ៉ាប់និងចិនជាច្រើនដែលចូលទៅក្រុងកំពតឬឧដុង្គមានជ័យដើម្បីធ្វើជំនួញឬផ្សាយសាសនាជនបរទេសទាំងនោះនឹងត្រូវអនុញ្ញាតឲ្យស្នាក់នៅនិងធ្វើដំណើរទៅទីកន្លែងណាដែលអាជ្ញាធរកម្ពុជាអាចធានាសុវត្ថិភាពឲ្យពួកគេបានពួកគេនឹងត្រូវអនុញ្ញាតឲ្យទិញឬជួលដីសម្រាប់ស្នាក់អាស្រ័យនៅឬសម្រាប់ធ្វើជំនួញនៅកម្ពុជានៅទីកន្លែងណាក៏បានតាមដែលអាជ្ញាធរកម្ពុជាគិតថាសមរម្យហើយស្ថិតក្នុងក្របខ័ណ្ឌមួយដែលបានចែងក្នុងសន្ធិសញ្ញារវាងប្រទេសសៀមនិងជាតិបរទេសទាំងនោះប្រសិនបើជនជាតិបរទេសទាំងនោះមានទំនាស់ឬមានការប្តឹងផ្តល់ចំពោះជនជាតិកម្ពុជាអាជ្ញាធរកម្ពុជានឹងស្រាវជ្រាវហើយដោះស្រាយរឿងរ៉ាវទាំងនោះដោយយុត្តិធម៌ប្រសិនបើជនបរទេសទាំងនោះមិនព្រមគោរពតាមការសម្រេចចិត្តឬក៏មានជនបរទេសណាប្រព្រឹត្តអំពើខុសឆ្គងនឹងច្បាប់កម្ពុជាអាជ្ញាធរកម្ពុជានឹងមិនផ្តន្ទាទោសគេតាមច្បាប់របស់កម្ពុជាទេប៉ុន្តែត្រូវបញ្ជូនដំណឹងនោះទៅទីក្រុងបាងកកដោយបញ្ជាក់ច្បាស់ពីឈ្មោះនិងជាតិសាសន៍របស់ជនល្មើសនោះផងរដ្ឋមន្ត្រីសៀមនឹងធ្វើទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលនៃប្រទេសរបស់ជនល្មើសនោះហើយខិតខំដោះស្រាយរឿងរ៉ាវទាំងនោះប្រសិនបើជនបរទេសទាំងនោះប្តឹងតវ៉ាទៅស្ថានកុងស៊ុលរបស់គេនៅក្រុងបាងកកហើយតវ៉ាដល់អាជ្ញាធរសៀមចំពោះការគៀបសង្កត់ពីសំណាក់កម្ពុជាឬទាមទារឲ្យអាជ្ញាធរសៀមរកយុត្តិធម៌ឲ្យក្រោយដែលរដ្ឋាភិបាលសៀមត្រូវបានផ្ដល់ដំណឹងនេះហើយនឹងបញ្ជូនព្រះរាជសារតាមបេសកជនពិសេសដើម្បីទៅធ្វើការស៊ើបអង្កេតរកការពិតលើករណីប្តឹងផ្ដល់នោះអាជ្ញាធរកម្ពុជានឹងឆ្លើយតបដោយមិនដំអែដំអង់ឡើយហើយនឹងផ្ដល់នូវសេចក្តីរាយការណ៍ទៀងត្រង់មួយហើយនឹងមិនបង្កឧបសគ្គដល់បេសកជនរបស់ព្រះរាជាសៀមឡើយក្នុងការស៊ើបអង្កេតនោះកម្ពុជាអាចបញ្ជូនមន្ត្រីរបស់ខ្លួនទៅក្រុងបាងកកដើម្បីឡើងការពារនៅចំពោះមុខអ្នកដាមចោតនៅពេលដែលរដ្ឋាភិបាលសៀមនិងស្ថានកុងស៊ុលនៃភាគីដាមចោតបានធ្វើការសម្រេចទៅលើរឿងក្តីក្តាំងនោះរួចហើយអាជ្ញាធរកម្ពុជានឹងត្រូវគោរពតាមដែរហើយនឹងត្រូវប្រកាន់អរិយាប័ត្រយ៉ាងណាកុំឲ្យចំណងមិត្តភាពរវាងប្រទេសសៀមនិងជាតិដែលកម្ពុជាមានទំនាស់ជាមួយនោះអាចចុះថមថយបានព្រោះជាតិទាំងនោះបានចុះសន្ធិសញ្ញាមិត្តភាពជាមួយនឹងប្រទេសសៀមមាត្រា10តាក់ទងទៅនឹងសួយសារអាករដែលកម្ពុជាមានទម្លាប់ផ្ញើថ្វាយព្រះមហាក្សត្រសៀមក្នុងករណីដែលមានឧបសគ្គណាមួយដូចជាមានសង្គ្រាមឬព្រឹត្តិការណ៍អ្វីផ្សេងទៀតដែលរារាំងកម្ពុជាមិនឲ្យបញ្ជូនសួយសារអាករដល់ប្រទេសសៀមបានក្នុងរយៈពេល1ឆ្នាំឬ2ឆ្នាំកម្ពុជាត្រូវធ្វើលិខិតស្នើសុំពន្យាពេលមួយទៅប្រទេសសៀមរហូតដល់កម្ពុជាអាចមានឱកាសបញ្ជូនសួយសារអាករឡើងវិញបានរដ្ឋាភិបាលសៀមនឹងទ្រង់សាកសួរមន្ត្រីកម្ពុជាដែលទទួលបន្ទុកនាំសួយសារអាករមកនោះនៅការងារផ្សេងតាក់ទងទៅនឹងកម្ពុជាហើយនឹងផ្ដល់ប្រាក់កាសនិងសម្លៀកបំពាក់ឲ្យសមស្របទៅតាមយុទ្ធសាស្ត្ររបស់មន្ត្រីនោះព្រះចៅសៀមក៏នឹងទ្រង់ប្រទានអំណោយដល់អាជ្ញាធរកម្ពុជាវិញតាមទម្លាប់ដែលបានធ្វើពីមុនមកមាត្រា11ខេត្តពោធិ៍សាត់និងខេត្តកំពង់ស្វាយរួមជាមួយនឹងខេត្តបាត់ដំបងនិងសៀមរាបព្រមទាំងប្រជានុរាស្ត្រដែលរស់នៅក្នុងខេត្តពោធិ៍សាត់និងកំពង់ស្វាយធ្លាប់មានទំនាក់ទំនងនិងធ្លាប់បានផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកជាមួយនឹងខេត្តបាត់ដំបងនិងខេត្តសៀមរាបអង្គព្រះនរោត្តមនិងព្រះហរិរាជជដាណៃទ្រង់បានផ្ញើសារលិខិតទូលព្រះករុណាព្រះចៅសៀមរួចបានថ្វាយខេត្តពោធិ៍សាត់និងកំពង់ស្វាយដល់ព្រះករុណាព្រះចៅសៀមរួចហើយលិខិតឆ្លងឆ្លើយនោះចុះថ្ងៃ13រោចខែផល្គុនឆ្នាំចជលស័ក1224ត្រូវនឹងថ្ងៃទី2ខែមិនិនាគ្រិស្តសករាជឆ្នាំ1863ហើយសារលិខិតនេះត្រូវបានតម្កល់ទុកនៅទីក្រុងបាងកកនៅគ្រានោះព្រះករុណាព្រះចៅសៀមទ្រង់មានព្រះបន្ទូលថាខេត្តពោធិ៍សាត់និងខេត្តកំពង់ស្វាយផ្ដល់ផលប្រយោជន៍ធំធេងណាស់ដល់កម្ពុជាព្រះចៅសៀមនឹងមិនទទួលយកខេត្តទាំងពីរនោះផ្ដាច់ទេព្រះអង្គទ្រង់ប្រគល់ឲ្យកម្ពុជាវិញព្រះរាជសាររបស់ព្រះចៅសៀមឆ្លើយតបទៅវិញនេះ
ចុះថ្ងៃទី2រោចខែពិសាខឆ្នាំកុលត្រូវនឹងថ្ងៃទី5ខែមេសា គ្រិស្តសករាជឆ្នាំ 1863 ព្រះចៅសៀមទ្រង់មានប្រតិយមេត្តាករុណាដល់អង្គព្រះនរោត្តមនិងព្រះហរិរាជដាន័យដែលធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងព្រះចៅសៀមជាយូរមកហើយដូច្នេះព្រះអង្គប្រគល់ខេត្តទាំងនោះឲ្យកម្ពុជាវិញដើម្បីឲ្យកម្ពុជាអាចទាញយកផលប្រយោជន៍ពីខេត្តទាំងនោះជាជាងទុកឲ្យប្រទេសសៀមទទួលយកខេត្តទាំងពីរនោះកាន់កាប់ខ្លួនឯងប្រសិនបើអ្នកដឹកនាំនិងអាជ្ញាធរខ្មែរអនុវត្តតាមព្រះរាជបំណងរបស់ព្រះចៅសៀមបានល្អព្រះអង្គនឹងទុកខេត្តពោធិ៍សាត់និងកំពង់ស្វាយនោះឲ្យកម្ពុជាកាន់កាប់ដដែលក៏ប៉ុន្តែប្រសិនបើអ្នកទាំងនោះអនុវត្តតាមព្រះរាជបំណងរបស់ព្រះរាជាសៀមមិនបានល្អទេឬក៏ធ្វើឲ្យព្រះចៅសៀមអន់ព្រះទេខេត្តទាំងពីរនោះនឹងត្រូវដកហូតយកធ្វើជាសម្បត្តិរបស់សៀមជាមួយនឹងខេត្តបាត់ដំបងសៀមរាបវិញដើម្បីឲ្យខេត្តនោះនិងប្រជានុរាស្ត្រនៃខេត្តទាំងនោះបានសម្បូរសប្បាយនិងមានរបៀបរៀបរយនៅពេលដែលព្រះចៅសៀមទ្រង់មានបំណងយកខេត្តទាំងនោះមកវិញមន្ត្រីខ្មែរនឹងមិនរារាំងដំណើរការនោះទេត្បិតខេត្តទាំងពីរនេះត្រូវអង្គព្រះនរោត្តមនិងព្រះហរិរាជដាន័យទ្រង់មានព្រះរាជបំណងបែបនេះហើយទ្រង់បានបញ្ជូនសារថ្វាយព្រះចៅសៀមអំពីរឿងនោះរួចស្រេចហើយនៅពេលដែលអាជ្ញាធរកម្ពុជាបញ្ជូនដំរីផ្សាំងចូលព្រៃដើម្បីធ្វើជាធ្នាក់តាក់ដំរីព្រៃហើយប្រសិនបើគេបានប្រទះដំរីសទោះជាញីឬឈ្មោលឬដំរីណាដែលមានពណ៌ប្លែកព្រមទាំងមានម្រាមជើងគ្រប់គ្រាន់ដំរីទាំងនោះគឺជាដំរីការរបស់ព្រះករុណាព្រះចៅសៀមអាជ្ញាធរកម្ពុជានឹងមិនលាក់កំបាំងហេតុការណ៍ទាំងនោះទេតែត្រូវផ្ញើដំណឹងនោះថ្វាយព្រះចៅសៀមដោយដែលសមណរដ្ឋដទៃទៀតធ្លាប់បានធ្វើយើងអង្គព្រះនរោត្តមអង្គព្រះហរិរាជដាន័យព្រមទាំងព្រះញាតិវង្សានុវង្សនិងសេនាបតីមន្ត្រីផងទាំងពួងបានធ្វើសន្ធិសញ្ញានេះឡើងដោយភក្តីភាពជាមួយនឹងពញារដ្ឋវារានុគុណនិងពញាព្រះចិនបុរីដោយប្រថាប់ត្រាកម្ពុជាហើយធ្វើឡើងជា3ច្បាប់ពញារដ្ឋវារានុគុណនឹងនាំយកសន្ធិសញ្ញានោះទៅក្រុងបាងកកដើម្បីសូមការព្រមព្រៀងនិងសច្ចាប័នពីព្រះករុណាព្រះចៅសៀមហើយបន្ទាប់មកសន្ធិសញ្ញានោះនឹងបញ្ជូនមកកម្ពុជាវិញហើយនឹងចាប់មានប្រសិទ្ធភាពពីពេលនោះតទៅសន្ធិសញ្ញាខ្មែរសៀមនេះបានត្រូវព្រះបាទនរោត្តមធ្វើឡើងយ៉ាងសម្ងាត់បំផុតដោយមិនឲ្យបារាំងដឹងឡើយសន្ធិសញ្ញាថ្មីនេះបានចាត់ទុកព្រះមហាក្សត្រខ្មែរត្រឹមតែជាចៅហ្វាយខេត្តម្នាក់តែប៉ុណ្ណោះពាក្យពេចន៍និងខ្លឹមសារដែលបានចែងក្នុងសន្ធិសញ្ញានោះបង្ហាញយ៉ាងច្បាស់នៅគោលបំណងរបស់សៀមក្នុងការបញ្ចុះព្រះឋានៈរបស់ព្រះរាជាខ្មែរនិងរំលាយទឹកដីខ្មែរឲ្យទៅជារបស់សៀមគេប្រើត្រឹមតែពាក្យអ្នកដឹកនាំខ្មែរតែប៉ុណ្ណោះនៅក្នុងសន្ធិសញ្ញានោះពេលគេនិយាយយោងទៅដល់ព្រះមហាក្សត្រខ្មែរនៅក្នុងទំនាក់ទំនងរដ្ឋបាលជាមួយសៀមវិញអ្នកដឹកនាំខ្មែរត្រូវធ្វើការតាក់ទងដោយផ្ទាល់ជាមួយចៅហ្វាយខេត្តសៀមណាមួយយោងតាមមាត្រាទី8នៃសន្ធិសញ្ញានេះខេត្តបាត់ដំបងសៀមរាបអង្គរត្រូវបានក្លាយជាទឹកដីសៀមផ្ដាច់មុខហើយបន្ថែមលើនោះមាត្រាទី11បានចែងថាសៀមមានសិទ្ធិរឹបអូសយកខេត្តពោធិ៍សាត់និងខេត្តកំពង់ស្វាយទៀតក្នុងករណីដែលអ្នកដឹកនាំខ្មែរអនុវត្តការងារតាមព្រះរាជបំណងរបស់ព្រះចៅសៀមមិនបានល្អឬធ្វើឲ្យព្រះចៅសៀមថ្នាំងថ្នាក់ព្រះទេស
សន្ធិសញ្ញានេះបានទទួលសច្ចាប័នពីព្រះមហាក្សត្រសៀមនៅថ្ងៃច័ន្ទទី10រោចខែមករាឆ្នាំកុលត្រូវនឹងថ្ងៃទី4ខែមករាឆ្នាំ1864បារាំងមិនបានដឹងអំពីការចុះសន្ធិសញ្ញាខ្មែរសៀមនេះភ្លាមទេទោះបីជាបារាំងបានចាត់ឲ្យមានតំណាងរបស់ខ្លួនធ្វើការប្រចាំនៅរាជធានីឧដុង្គក៏ដោយរហូតដល់ខែកញ្ញាឆ្នាំ1864ពលគឺ9ខែក្រោយមកតើបារាំងបានជួបជ្រាបអំពីដំណឹងនេះតាមព័ត៌មានជាភាសាអង់គ្លេសចេញផ្សាយនៅក្រុងសិង្ហបុរីឯណោះទៅវិញក្រោយបានទទួលដំណឹងនេះបារាំងក៏ចាប់ផ្ដើមមានប្រតិកម្មប្រឆាំងនឹងប្រទេសសៀមនិងប្រទេសខ្មែរប្រតិកម្មរបស់បារាំងទាំងនោះបានជំរុញឲ្យមានកិច្ចព្រមព្រៀងបារាំងសៀមថ្មីមួយទៀតដែលបារាំងបានទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបងសៀមរាបអង្គរជាខេត្តរបស់ថៃបារាំងក៏បានគំរាមកំហែងថានឹងធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមពីតំណែងក្នុងករណីដែលព្រះអង្គមិនធ្វើតាមបារាំងយើងនឹងរៀបរាប់ប្រតិកម្មទាំងនេះរបស់បារាំងព្រមទាំងព្រឹត្តិការណ៍សំខាន់ដទៃទៀតដែលកើតមានឡើងនាដំណាក់កាលនោះជូនលោកអ្នកនាងស្ដាប់ជាបន្តទៅទៀតនៅសប្តាហ៍ក្រោយ